ព្រឹកនេះចូលមកញ៉ាំបាយឆាកាពិនៅក្នុងផ្សារហុយលេងដល់ពេលចូលមកឃើញសកម្មភាពពុកម៉ែបងប្អូនយើងគឺដូរបែបធម្មជាតិអញ្ចឹងណាតាក់ទងជាមួយនឹងបន្លែត្រីសាច់គឺធម្មជាតិច្រើនឃើញតំណងអញ្ចឹងហើយក៏ថតបង្ហាញដល់ពុកម៉ែបងប្អូនយើងទៅតាក់ទងជាមួយនឹងក្តាមនេះបងប្អូនសិតតែគាត់ដាក់ទ្រូបានទេតាមខ្ញុំសាក់សួរអ៊ំស្រីគឺគាត់នៅខាងសាលាក្រហមដែលយើងចេញពីសេរីភ័ណ្ឌទៅខាងប៉ោយប៉ែតណាហើយក្តាមរបស់គាត់នេះលក់1គីឡូដូចជាតម្លៃប្រហែលនេះក្តាមស្រែចំតួតែម្ដងហើយមែនតើបងប្អូនពេលព្រឹកនៅផ្សារហុយលេងបងប្អូនបានឃើញស្រាប់ហើយបន្លែធម្មជាតិនៅទីនេះគឺមានច្រើនហើយបន្លែទាំងអស់នេះបងប្អូនទោះថាគេបិទច្រកយ៉ាងណាក៏វាតម្លៃក៏មិនសូវជាប្រែប្រួលដែរប្រែប្រួលតិចបំផុតនិយាយរួមទៅគឺដោយសារតែនេះជាបន្លែក្នុងស្រុកក្នុងភូមិណាដែលគាត់យកមកលក់ហើយឥឡូវខ្ញុំបានចូលមកខាងក្នុងតាក់ទងជាមួយរបស់របរញ៉ាំគឺមិនខ្វះទេបងប្អូនចាប់ពីម៉ោង7ដល់ម៉ោង10ពេលព្រឹកណាហើយចំណែកបងស្រីក៏ថាមករយៈនេះលក់ឯគួសមពីមុនលក់បានតែកន្លះបេទេតែឥឡូវនេះអង្គដល់ឡើងមកបេទៅហើយប៉ុន្តែថ្ងៃនេះអ្វីដែលចង់មកញ៉ាំគឺញ៉ាំតាក់ទងជាមួយនឹងបាយឆាកាពិមួយចាន5000របស់បងកៃគុនធានហ្នឹងណាអូខេតោះឥឡូវចាំមើលសាក់សួរខុនបន្តិចថាយ៉ាងម៉េចយ៉ាងម៉ាហើយមករយៈនេះតម្លៃអើយគឺអត់ឡើងជូនគ្នាសោះបាទបងគឺរក្សាតម្លៃនឹងគឺជូនគ្នាចំណេះបាទពលដោយសារអីដោយសារថាការលក់នេះគឺលក់ដោយក្តីស្រឡាញ់ធ្វើហើយចង់ឲ្យគេញ៉ាំដោយដៃស្រឡាញ់ហើយជាតែរបស់ខាងញ៉ាំរបស់ដែលខ្លួនឯងចូលចិត្តហើយឆ្ងាញ់បានអ្វីដែលខ្លួនឯងចង់ញ៉ាំបាទបងបាទអញ្ចឹងចង់ធ្វើបែបហ្នឹងហើយគឺធ្វើហើយក៏ធ្វើបានដូចចិត្តហ្នឹងឯងហើយមែនតើតាក់ទងជាមួយនឹងរបស់បងប្រើប្រាស់នេះមែនតើវាសិតតែជារបស់ក្នុងស្រុកយើងហ្នឹងមែនចាបាទដូចជាអង្គដូចជាអីវាអត់មានរើសអង្គមកពីណាអត់ទេអង្គក្នុងស្រុកមិនអង្គក្នុងស្រុកអង្គធ្វើស្រែខ្លួនឯងមែនទេបងធ្វើស្រែខ្លួនឯងហ្នឹងបងប្អូនតើទៅជាមួយនឹងបាយរបស់របរបងស្រីគាត់លក់ណាវាច្រើនគឺសិតរបស់ស្រុកទេអញ្ចឹងវាអត់សូវជាមានបញ្ហារឿងចោតគេបិទអីឥតបិទអីវាអត់សូវបញ្ហាចោតទេអាចមើលទៅតាមការប្រើប្រាស់របស់របរនឹងមើលនឹងបានព្រោះការលក់នេះអត់បានលាកអាចកំបាំងអីទេគឺលាកឲ្យភ្ញៀវមើលឲ្យជ្រើសរើសតាមចិត្តដែលគាត់ចង់បានបាទបងប្អូនចាំមើលថ្ងៃណាខ្ញុំនឹងមានឱកាសទៅដល់ផ្ទះបងស្រីគុនធានម្ដងទៀតព្រោះឥឡូវលើថាអាប់ដេតខ្លាំងណាបងប្អូនយើងមន់មួយទាមួយបងប្អូនយើងចង់ធ្វើប្រហែលមុខ3មុខបានណាឥឡូវថាមន់មួយវាចង់ឆ្នៃ4ទៅ5មុខក៏ធ្វើឲ្យដែរទៀតយើងគិតតម្លៃមន់មួយថាប្រហែល10000អញ្ចឹងទៅយើងធ្វើ50000មន់មួយ50000បើសិនជាវាធំយើងគិតតាមនឹងប៉ុន្តែបើសិនជាយើងគិតថាមួយហ្នឹងតម្លៃវាតាមគីឡូរបស់វាដែលយើងគិតមាន40000 45000ហើយនឹង50000បាទអញ្ចឹងករណីថាចង់មកដុតកូកាចង់ឆាគ្រឿងឆាក្តៅឆាអំបិលម្ទេសលីងខ្ទឹមសអីស្រីនឹងបងប្អូនគិតចង់បានយើងអាចធ្វើ3 4មុខអញ្ចឹងទេបាច់ថ្លៃច្រើនអ្នកលក់នេះហត់អីឲ្យតែភ្ញៀវចង់បានគឺធ្វើជូនប៉ុន្តែការធ្វើម្ហូបទាំងអស់គឺភ្ញៀវសុំធ្វើការរងចាំបាទបងបាទសារតែរបស់ធ្វើទាំងអស់ហ្នឹងគឺរបស់ថ្មីហើយស្រស់អត់មានធ្វើបាទទុកទេបាទកំងគឺត្រូវការចំអិនទៅតាមអ្វីដែលយើងទទួលបានបាទបងបាទព្រោះដោយសារថាម្ហូបនីមួយៗគឺពេលវេលាឆ្អិនអត់ទៀងទេអត់ទៀងបាទអត់ទៀងហើយកំណត់ថា10នាទីបាន5នាទីបានអត់ទេអូខេបងប្អូនអ្វីដែលបងស្រីគុនធាក៏មកបញ្ជាក់ប្រាប់ខ្ញុំអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់ចង់ញ៉ាំបាយឆាកាពិឬក៏បាយបុកកាពិអីអញ្ចឹងណាមួយចាន 4-5000 អីអញ្ចឹងទៅហើយតាក់ទងជាមួយនឹងកាទៀវប្រភេទកាទៀវទឹកខ្មៅឬក៏បាយដំណើបសាច់ជូរចកាបងប្អូនយកឲ្យមករកញ៉ាំបាននៅទីនេះផ្សារហុយលេងខ្ញុំចូលចិត្តដែរដោយសារតែពេលព្រឹកគឺមានតាក់ទងជាមួយរបស់ធម្មជាតិមានច្រើនដូចបងប្អូនយើងបានឃើញស្រាប់អញ្ចឹងពុកម៉ែបងប្អូនយើងក៏រកបានតាមបណ្ដាស្រុកស្រែអញ្ចឹងណាយកមកលក់នៅទីនេះគឺមានច្រើនមែនទែនតោះថាផ្សារហុយលេងពេលអត់ភ្លៀងគឺស្រួលបងប្អូនតែបើសិនតែភ្លៀងគឺរៀងពិបាកចូលបន្តិចដោយសារតែវាអត់តមានផ្លូវបេតុងផ្លូវអីស្អាតបានអញ្ចឹងណាប៉ុន្តែខ្ញុំសង្ឃឹមថាទៀតផ្សារហ្នឹងគឺកាន់តែល្អជាងហ្នឹងអូខេអញ្ចឹងខ្ញុំអមេលីព្រឹកនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ